មានយៈជាដកទី1នៅក្នុងការកន្លងដ៏យូរលង់ណាស់មកហើយមានព្រះមហាក្សត្រព្រះនាមកាសិករាជស្វែងរកតាមច្បាប់មានសមត្ថភាពនៅក្នុងនគរពេរិណសីទ្រង់ពុំមានព្រះរាជបុត្រឬព្រះរាជធីតាសូម្បីមួយព្រះអង្គសោះដោយភ័យខ្លាចនៅក្នុងការផុតព្រះរាជវង្សទើបទ្រង់ស្នើឲ្យស្រីស្នំទាំង 16000 និង 6000 នាក់បួងសួងសម្បុត្រព្រះអគ្គមហេសីចន្ទាជាព្រះរាជធីតានៃព្រះបាទមន្តរាជបានសម្មាទានសិលឧបោសថហើយធ្វើសច្ចកិរិយាប្រាថ្នាបុត្រដោយអំណាចនៃដែលជាឧបោសថទើបព្រះរាជឥន្ទ្រាធិរាជអារាធនាព្រះពោធិសត្វជាទេវបុត្រនៅឋានត្រៃត្រឹងឲ្យមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងចន្ទានោះថ្ងៃដែលព្រះពោធិសត្វបានប្រសូតមកមានភ្លៀងធ្លាក់ដ៏ជោគជាំនៅដែនកាសីដែលហាក់បីដូចធ្វើឲ្យហារតីនៃមហាជននៅក្នុងប្រទេសឲ្យទៅទឹកគ្រប់គ្នាដោយហេតុនេះទើបព្រះរាជាទ្រង់ព្រះរាជទានព្រះនាមព្រះរាជបុត្រនោះហៅថាទេមយកុមារកាលព្រះពោធិសត្វទ្រង់មានប្រជជន1ខែពួកស្រីស្នំបាននាំគ្នាទៅគាល់ព្រះបរមរាជបិតាព្រះអង្គទ្រង់សពព្រះハរតីណាស់ក៏លើកដីត្រហើយនាំទៅប្តេជ្ញានៅលើព្រះអូរ៉ូនាព្រះទីនាងសម្រាប់គង់វិនិច្ឆ័យទោសចោលព្រះអង្គវិនិច្ឆ័យទោសចោល4នាក់ចោលម្នាក់ត្រូវវាយដោយរំពាត់ផ្ដៅ1000ក្បាប់ចោលម្នាក់ទៀតត្រូវចងច្រវាក់ដាក់នៅក្នុងពន្ធនាគារហើយចោលម្នាក់ត្រូវចាក់សម្លាប់ដោយលំពែងនិងចោលម្នាក់ទៀតត្រូវដោតឆ្កាងដោយអណ្ដាតនៅនឹងដែកស្រួចព្រះពោធិសត្វទ្រង់ព្រះសម្ដាប់ដោយសេចក្តីវិនិច្ឆ័យនោះក៏មានប្រតិផិតភ័យគិតថាអោព្រះបិតាទ្រង់ធ្វើអំពើសម្រាប់ទៅឋាននរកហើយទេតើព្រះបិតាបានជ្រាបថាព្រះរាជបុត្រមានការផិតភ័យថ្ងៃក្រោយមកទ្រង់ក៏បានយកទៅផ្ដេកនៅមហាមន្ទីរក្រោមស្វេតឆ័ត្រដោយការសិក្សាដ៏ហ្មត់ចត់ព្រះពោធិសត្វទើបឃើញស្វេតឆ័ត្រក៏មានការផិតភ័យទៀតទើបទ្រង់ព្រះចិន្តាថាអាត្មាអញមកពីណាមកនៅក្រោមស្វេតឆ័ត្រនេះទើបទ្រង់ជ្រាបដោយទេសរណញ្ញាណថាមកពីឋានតាវតឹងមកនៅទីនេះមកពីនរកទៅកាន់ឋានតាវតឹងទៅពីកន្លែងនេះទៅនរកព្រោះធ្លាប់ជាស្ដេចសោយរាជនៅនគរនេះអស់20ឆ្នាំដោយទោសនៃការសោយរាជបានជាទៅរងទុក្ខនៅក្នុងទោសរកនរកចំនួន 80000 ឆ្នាំទ្រង់ជ្រាបដូច្នេះក៏រត់តែភ័យព្រួយព្រះរាជហឫទ័យខ្លាំងខ្លាចក្រែងជិះរាំងនៃការសោយរាជពុំបាននៅពេលនោះដែរទេវតាដែលជាអ្នកថែរក្សាស្វេតឆ័ត្រដែលធ្លាប់ជាមេដារបស់ព្រះអង្គនៅក្នុងជាតិមុនបានថ្វាយយោបល់បញ្ចេញកិច្ចកលដល់ព្រះអង្គថាអ្នកកុំប្រកាសនៅភាពជាអ្នកចេះដឹងគឺថាមិនខ្វិនត្រូវធ្វើជាខ្វិនមិនថ្លង់ត្រូវធ្វើជាថ្លង់មិនគោក៏ត្រូវធ្វើជាគោហើយជនទាំងពួងស្គាល់អ្នកថាជាមនុស្សល្ងង់ក៏ដោយមើលងាយអ្នកយ៉ាងណាក៏ដោយសេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះព្រះពោធិសត្វទ្រង់មានព្រះអង្គសាសៈធូរស្រាលព្រោះពាក្យនៃទេវតានោះទើបទទួលថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឈ្មោះថាធ្វើនៅសេចក្តីចម្រើននិងប្រយោជន៍ដល់ខ្ញុំព្រះរាជាទ្រង់នាំឲ្យកុមារទាំងឡាយ500នាក់ជាបុត្រនៃមន្ត្រីដែលប្រសូតនៅថ្ងៃជាមួយនឹងព្រះពោធិសត្វយកមកឲ្យនៅជាបរិវារដើម្បីបន្ទោបង់នៅសេចក្តីអបសុខនៃព្រះរាជបុត្រកុមារទាំងនោះខ្លះយំខ្លះស្រែកខ្លះទាទឹកដោះរីឯព្រះមហាបុរសដែលជាមេដោះដាក់ត្រង់ណាក៏នៅត្រង់នោះឥតកំរើកឥតយំទាព្រះខ្សីសោះព្រះរាជាទ្រង់បានជ្រាបដូច្នោះក៏ទ្រង់ប្រជុំព្រាមប្រាប់បណ្ឌិតអ្នកប្រាជ្ញមកពីគ្រួជនទាំងនោះយល់ថាដៃជើងមនុស្សខ្វិនមិនមែនយ៉ាងនេះទេចង្ការមនុស្សក៏មិនមែនបែបនេះដែរសោតប្រសាទនៅក្នុងទុតិយនៃមនុស្សថ្លង់ក៏មិនមែនយ៉ាងនេះទេប្រកាសជាមានហេតុអ្វីទើបបានជាមានរឿងរ៉ាវយ៉ាងនេះព្រះពោធិសត្វមិនទ្រង់ព្រះកន្សែងមិនទាព្រះខ្សីមិនកំរើកអស់វេលា1ឆ្នាំទោះបីជាគេរកឲ្យបាយកោពីសពដោយទឹកដោះយ៉ាងណាក៏នៅតែដដែលតមកទៀតព្រះរាជបិតាបានឲ្យពិសោធន៍ដោយហេតុ16ប្រការដូចខាងក្រោមទី1ការពិសោធន៍ដោយនំចំណីនៅក្នុងកាលដែលមានប្រជជន1ឆ្នាំកន្លងហើយគឺទ្រង់យកចំណីគ្រប់ប្រភេទមកដាក់ជំវិញព្រះរាជកុមារកណ្ដាលវងទារកទាំង500ទី2ការពិសោធន៍ដោយផលានុផលនៅក្នុងកាលដែលមានប្រជជន2ឆ្នាំគឺទ្រង់យកផ្លែឈើមានប្រការផ្សេងមកតម្កល់ទុកនៅក្នុងទីចិត្តហើយបញ្ចុះផងទី3ការពិសោធន៍ដោយគ្រឿងកីឡានៅក្នុងឆ្នាំទី3គឺទ្រង់យកវត្ថុល្បែងកូនក្មេងគ្រប់ប្រការមានរូបដំណីជាដើមមកដាក់នៅក្នុងទីចិត្តព្រមទាំងនាំក្រសាលផងទី4ការពិសោធន៍ដោយភោជនៅក្នុងឆ្នាំទី4គឺទ្រង់យកភោជអាហារគ្រប់ប្រការមកដាក់នៅក្នុងភាជចិត្តព្រះអង្គព្រមទាំងបញ្ចុះផងកុមារឯទៀតបានដណ្ដើមនៅវត្ថុទាំងនោះរីឯព្រះរាជកុមារឥតកម្រើកសោះទី5
ការពិសោធន៍ដោយភ្លើងនៅក្នុងឆ្នាំទី5គឺទ្រង់ធ្វើឲ្យផ្ទះធំធំមានទ្វារច្រើនបានដោយសឹកថ្នោតជុំវិញឲ្យព្រះពោធិសត្វគង់នៅក្នុងផ្ទះនោះទើបឲ្យគេលើបឈួលភ្លើងដើម្បីដុតផ្ទះនោះទី6ការពិសោធន៍ដោយដំរីចុះប្រេងនៅឆ្នាំទី6គឺទ្រង់បង្ហាត់ដំរីមួយឲ្យយ៉ាងស្ទាត់អាចធ្វើតាមបង្គាប់គុតប្រការហើយយកដំរីនោះឲ្យមកបំភ័យព្រះពោធិសត្វដោយប្រការផ្សេងទី7ការពិសោធន៍ដោយពស់នៅក្នុងឆ្នាំទី7គឺទ្រង់យកពស់គ្រប់ប្រភេទមកចងមាត់ហើយយកទៅដាក់ឲ្យព័ទ្ធជុំវិញសកលសរីរៈនៃព្រះពោធិសត្វទី8ការពិសោធន៍ដោយមហាស្របនៅឆ្នាំទី8គឺទ្រង់ឲ្យអ្នកលេងមហោស្រពគ្រប់ប្រភេទគ្រប់និគមជនបទមកបញ្ចេញសិលកម្មថ្វាយព្រះពោធិសត្វទី9ការពិសោធន៍ដោយគ្រឿងអាវុធនៅឆ្នាំទី9គឺទ្រង់យកបរិសម្នាក់កាន់គ្រឿងអាវុធផ្សេងទៅគម្រាមកំហែងម្ដងម្នាក់ទី10ការពិសោធន៍ដោយសូរស័ព្ទត្រៃសឹងនៅក្នុងឆ្នាំទី10ទ្រង់បានឲ្យបាំងព្រះសន្ធិយាជុំវិញព្រះសាយណាឲ្យចោះព្រះសន្ធិយាគ្រប់ទិសទាំង4ឲ្យអ្នកផ្លុំសាំងត្រែយ៉ាងពូកែលបផ្លុំពញាក់តាមប្រហោងព្រះសន្ធិយាទី11ការពិសោធន៍ដោយសូរស័ព្ទស្គរទី12ការពិសោធន៍ដោយពន្លឺភ្លើងប្រទីបគឺព្រះរាជកុមារពុំដែលប្រទះទីងងឹតព្រះរាជាបានឲ្យលបពន្លត់ភ្លើងព្រមគ្នាឲ្យព្រះរាជកុមារគង់នៅតាមមួយអង្គឯងនៅក្នុងទីងងឹតទី13ការពិសោធន៍ដោយរុយនៅឆ្នាំទី13គឺទ្រង់យកស្គរអំពៅមកលាយទឹកលាបព្រះរាជកុមារពេញព្រះសរីរាង្គកាយឲ្យរុយទាំងឡាយរួមឯអុកទី14ការពិសោធន៍ដោយគ្រឿងសំអុយនៅឆ្នាំទី14គឺទ្រង់ឲ្យយកគ្រឿងសំអុយគ្រប់យ៉ាងមានទាំងម៉ូតនិងករិស័កជាដើមមកលាបព្រះពោធិសត្វមកព្រាតពីពេញទីកន្លែងដែលព្រះពោធិសត្វគង់នៅទី15ការពិសោធន៍ដោយអុជភ្លើងឆ្អើរនៅឆ្នាំទី15គឺទ្រង់ញ៉ាំងឲ្យព្រះពោធិសត្វផ្ទុំនៅលើព្រះបញ្ចាញ៉ាំងរាជបរោះឲ្យដុតភ្លើងរួចពីក្រោមនិងទី16ការពិសោធន៍ដោយមាតុក្រាមនៅឆ្នាំទី16ទ្រង់ញ៉ាំងឲ្យកញ្ញាល្អឲ្យស្អិតស្អាងដោយប្រការផ្សេងមកប្រឡូកប្រឡែងប្រឡោមតាមផ្លូវកាមអ្នកចាត់ការពិសោធន៍ទាំង16បែបនៅក្នុងមួយបែបធ្វើអស់រយៈកាល1ឆ្នាំដោយល្បិចផ្សេងយ៉ាងណាក៏ដោយក៏ព្រះពោធិសត្វនៅតែខ្វាន់ខ្វងកោថ្លង់ដដែលពុំមានកម្រើកដោយការស្រេកឃ្លានដោយការចង់បាននិងដោយការផិតភ័យឡើយការបើក្រុមអ្នកពិសោធន៍អស់ចំណេះតល់គំនិតហើយព្រះមហាក្សត្រទ្រង់បានចាត់អញ្ជើញឲ្យពួកព្រាហ្មណ៍អ្នកទាយលក្ខណៈមកបន្ទោសថាអ្នកព្រាហ្មណ៍ទាំងឡាយនៅក្នុងកាលដែលរាជកុមារប្រសូតអ្នករកគ្នាទាយថាកុមារនេះប្រកបដោយធញ្ញបុញ្ញលក្ខណៈសេចក្តីអន្តរាយរបស់កុមារនេះមិនមានកុមារនេះនឹងមានសមត្ថភាពគ្រប់គ្រងមហាទ្វីបទាំង4មានទ្វីបតូច 2000 ជាបរិវារផងឥឡូវនេះឃើញថាទំនាយនៃអ្នករកគ្នានេះផ្ដេសផ្ដាសតែម្ដងព្រាហ្មណ៍ទាំងឡាយគុនគូមើលម្ដងទៀតក៏ឃើញទំនាយនៅតែដដែលប៉ុន្តែព្រោះតែមានសេចក្តីអន់ចិត្តក៏បែរជាកែថាសូមទ្រង់ព្រះមេត្តាប្រោសគ្មានអ្វីដែលទូបង្គំគ្រប់គ្នាពុំឃើញនោះទេប៉ុន្តែកុមារនេះគឺជាព្រះរាជត្រកូលទាំងឡាយបួងសួងសូមបានមកបើខ្ញុំព្រះអង្គទាំងឡាយក្រាបទូលថាកុមារកាលកណីដូច្នេះសមជាព្រះអង្គនិងព្រះរាជហឫទ័យទូមនោះហេតុដូច្នេះបានជាពុំក្រាបបង្គំទូលថ្វាយតាមត្រង់ព្រះរាជាទ្រង់បុព្វចារថាឥឡូវនេះតើយើងគួរធ្វើដូចម្តេចពពួកព្រាហ្មណ៍ទាំងនោះបានពោលថាកាលបើព្រះរាជកុមារគង់នៅក្នុងព្រះរាជដំណាក់នេះនឹងមានសេចក្តីអន្តរាយដោយប្រជជននាយកព្រះអង្គឬដល់ស្វេតឆ័ត្រឬក៏ដល់ព្រះអគ្គមហេសីដូច្នេះសូមព្រះអង្គកុំបង្អែបង្អង់ឡើយសូមទ្រង់ញ៉ាំងនាយសារថីឲ្យទម្រាប់អពមង្គលដោយសេះអពមង្គលផ្ដេចព្រះរាជកុមារលើរដ្ឋនោះហើយនាំចេញតាមទ្វារខាងលិចទៅដឹកដីកាប់សម្លាប់ចោលនៅឯព្រៃខ្មោចទៅព្រះរាជាបានអនុម័តតាមសម្ដីរបស់ពួកព្រាហ្មណ៍ចំណែកឯព្រះនាងចន្ទាទេវីស្ទុះមកប្រញាប់ប្រញាល់តែមួយអង្គឯងគត់ហើយទ្រង់បានមានព្រះកន្សែងអង្វរដល់ព្រះរាជាថាទោះបីមិនដេចបដាក៏សូមព្រះអង្គព្រះរាជអនុញ្ញាតឲ្យបុត្រខ្ញុំម្ចាស់សោយរាជកំខាននាងបានទ្រង់ព្រះកន្សែងព្រះរាជាពុំបានយល់ព្រមនាងក៏សុំនៅត្រឹម7ឆ្នាំ7ខែរួចរហូតដល់8ថ្ងៃក៏ព្រះរាជានៅតែពុំព្រមទៀតព្រះនាងសុំត្រឹមតែ7ថ្ងៃទើបព្រះមហាក្សត្រទ្រង់រាជាអនុញ្ញាតឲ្យចាត់ការរាជាពិសេសថ្វាយរាជសម្បត្តិចំពោះព្រះតេមយកុមារព្រះនាងចន្ទាជាព្រះវររាជមេត្តាតែងតែអង្វរកសពទិវារាត្រីថាហើយតេមយកុមារកូនម្ដាយថ្មិចភ្នែកពុំលក់សោះអស់រយៈកាល16ឆ្នាំហើយហឫទ័យរបស់ម្ដាយស្ទើរតែបែកធ្លាយហើយព្រោះម្ដាយដឹងថាកូនឯងមិនមែនកូនថ្លង់ទេប៉ុន្តែក្រាញមិនព្រមស្រដីសោះហើយកូនប្រុសបើជាបុត្រតែមួយកុំឲ្យម្ដាយព្រួយដល់ណាទៅទៀតនិយាយនឹងម្ដាយមួយម៉ាត់មកកូនទោះបីជាព្រះមេដាអង្វរកអស់រយៈពេល7យប់7ថ្ងៃក៏ព្រះពោធិសត្វពុំព្រមស្រដីលុះដល់គោរពថ្ងៃទី8
ព្រះនរោបតីកាសករិទ្ធបានត្រាស់ព្រះរាជបញ្ជាឲ្យសារថីទៅរកនាំពោធិសត្វទៅកាប់សម្លាប់ចោលសនិនសារថីបានទទួលតាមព្រះរាជបញ្ជាប៉ុន្តែដោយអានុភាពនៃព្រះរាជកុមារក៏ទេវតាបង្វែរឲ្យទឹមនៅរដ្ឋមង្គលដោយសេះទាំងឡាយជាមង្គលនាំពោធិសត្វទៅតាមទ្វីបខាងកើតទៅវិញចេញអំពីព្រះនគរអស់ចម្ងាយប្រមាណ3យោជន៍ដល់ពេលស្នាប់មួយសារថីស្មានតែពេលខ្មោចក៏ដោះសេះបញ្ឈររទេះដោះគ្រឿងអំពររបស់ព្រះមហាក្សត្រវិជ្ជាបង្វិចហើយទាញជាប់កាប់ជារណ្ដៅរៀង4ជ្រុងលំដាប់នោះព្រះពោធិសត្វមានព្រះចិន្តាថាកាលនេះជាការដែលគួរឲ្យអាត្មាអញព្យាយាមហើយក៏ក្រោកច្របាច់ព្រះហស្ថឆ្វេងដោយព្រះហស្ថស្ដាំច្របាច់ព្រះហស្ថស្ដាំដោយព្រះហស្ថឆ្វេងច្របាច់ព្រះបាទដោយព្រះហស្ថទាំងពីរហើយចុះចាក់រត់ឈានជើងពី3ជំហានដែលអាចស្មានបានថាបើទៅមួយថ្ងៃចម្ងាយ1យោជន៍ក៏បានហើយទ្រង់ព្រះចិន្តាទៀតថាបាននាយសារថីចាប់ក្រញិតព្រះអង្គកប់នៅក្នុងរណ្ដៅព្រះអង្គអាចក្រញិតនាយសារថីវិញបានទើបព្រះអង្គចង់លបងព្រះពលក៏ចាប់ទីបំផុតប្រទេសរត់ក្រវីវិលខ្ញាល់ដូចជាគេក្រវីកូនប្រទេសសម្រាប់កូនក្មេងលេងហើយទ្រង់មានបរិយាបំណងចង់បានគ្រឿងប្រដាប់ស្អាតស្អាងព្រះកាយជាមួយគ្នានោះផងដែរព្រះអិនវិសមកម្មទេវបុត្របានយកគ្រឿងមហាប្រសាទមកថ្វាយព្រះអង្គទ្រង់តែងព្រះកាយហើយស្ដេចទៅសួរនាយសារថីដែលកំពុងលងរណ្ដៅថានាយសារថីអ្នកជីករណ្ដៅដើម្បីអ្វីអ្នកនឹងធ្វើនៅអ្វីដោយរណ្ដៅនេះនាយសារថីឮព្រះរាជបន្ទូលនោះមិនបានទាំងងើបមើលផងក៏លងរណ្ដៅបណ្ដានិយាយបណ្ដាថាព្រះរាជបុត្រដែលកើតមកក៏ថ្លង់ខ្វិនដូចជាគ្មានចិត្តខ្ញុំនេះព្រះរាជាត្រាស់ប្រើមកថាឯងត្រូវជីកប់កូនអញនៅក្នុងព្រៃចុះព្រះពោធិសត្វថាខ្ញុំមិនថ្លង់មិនកោមិនខ្វិនទេមិនមែននិកលចរិតនោះទេអ្នកនាយសារថីបើអ្នកកប់ខ្ញុំនៅក្នុងព្រៃអ្នកឈ្មោះថាធ្វើខុសច្បាប់អ្នកចូលមើលផ្លូវនិងដាំដៃខ្ញុំហើយស្ដាប់សម្ដីរបស់ខ្ញុំនាយសារថីងើបមើលខាងលើឃើញរូបសម្បត្តិរបស់ព្រះអង្គអត់ស្គាល់សោះក៏សួរថាអ្នកជាទេវតាឬក៏អ្នកកំពាន់ឬក៏ជាបុរិនសកទេវរាជអ្នកជាអ្វីជាកូនអ្នកណាធ្វើប៉ុណ្ណឹងខ្ញុំនឹងស្គាល់អ្នកបានព្រះពោធិសត្វមានព្រះបន្ទូលថាខ្ញុំមិនមែនជាទេវតាមិនមែនជាកន្ធប់មិនមែនជាបុរិនសកទេវរាជទេអ្នកឯងប្រងនឹងកប់បុគ្គលណានៅក្នុងរណ្ដៅបុគ្គលនោះគឺជាខ្ញុំជាបុត្រព្រះបាទកោសករាជអ្នករស់នៅយ៉ាងស្រួលព្រោះអាស្រ័យព្រះរាជាអង្គណាខ្ញុំជាបុត្រព្រះរាជាអង្គនោះអ្នកនាយសារថីបើអ្នកឯងកប់ខ្ញុំនៅក្នុងព្រៃអ្នកឯងឈ្មោះថាធ្វើខុសធម៌បុគ្គលអង្គុយឬដេកក្រោមម្លប់ឈើណាមិនក៏បីកាច់មែកនោះឡើយព្រោះនឹងត្រូវបានចាត់ទុកថាជាមនុស្សទ្រុះមិត្តឯមនុស្សទ្រុះមិត្តពិតជាមនុស្សលីមុខណាស់ព្រះរាជាទុកដូចជាដើមឈើខ្លួនខ្ញុំទុកដូចជាមែកឈើចំណែកអ្នកទុកជាបរោះដែលចូលទៅជ្រកបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះបើទោះជាចេញផុតអំពីផ្ទះរបស់ខ្លួនក៏នៅតែជាអ្នកមានភក្សាហាច្រើនជនច្រើនអ្នកអាចចិញ្ចឹមជីវិតដោយសារបុគ្គលនោះបានបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះទៅកាន់ជនបទនិគមរាជធានីណាគេតែងបូជាក្នុងទីទាំងអស់នោះបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះចោលក៏មិនកំហែងខ្សាត់ក៏មិនមើលងាយបុគ្គលនោះដើម្បីកន្លងនៅសត្រូវទាំងអស់បុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះមិនខឹងរមែងមកកាន់ផ្ទះរបស់ខ្លួនដោយទឹកមុខរីករាយហើយជាអ្នកត្រូវគេទទួលដោយការរីករាយនៅក្នុងសាលប្រជុំទាំងជាបុគ្គលឧត្តមរបស់ក្រុមញាតិផងបុគ្គលធ្វើសក្ការបូជាចំពោះមិត្តរមែងមិត្តធ្វើសក្ការបូជាវិញអ្នកគោរពសំពះមិត្តរមែងបានសេចក្តីគោរពនិងការសំពះវិញបុគ្គលមិនទ្រុះមិត្តរមែងពេញទៅដោយគុណដោយយុះបរិវារដោយកិត្តិស័ព្ទបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះរមែងរុងរឿងដោយភ្លើងដូចទេវតាជាអ្នកមិនលះបង់ចាកសេរីឡើយបុគ្គលណាមិនទ្រុះមិត្តសត្វចិញ្ចឹមមានគោជាដើមរបស់បុគ្គលនោះរមែងកាយកូនច្រើនពូជទាំងឡាយដែលបុគ្គលនោះដាំរមែងដុះដាលឲ្យផលល្អបុគ្គលនោះសូម្បីធ្លាក់ទៅក្នុងជ្រោះជ្រៅជាដើមក៏រមែងបានទីពឹងបុគ្គលណាមិនទ្រុះមិត្តសត្រូវទាំងឡាយគ្រប់សង្កត់បុគ្គលនោះមិនបានដូចជាខ្យល់គ្រប់សង្កត់មិនបាននៅដើមជ្រៃដែលមានឫសនិងពួរចាក់ចរែងជុំវិញចំណែកឯនាយបុគ្គលសារថីបានក្រាបបង្គំទូលថាសូមស្ដេចទ្រង់មកទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះអង្គមកកាន់ព្រះរាជដំណាក់សូមទ្រង់ស្វែងរកចោះសេចក្តីចម្រើននឹងមានដល់ទ្រង់នៅធ្វើអ្វីនៅក្នុងព្រៃនេះព្រះទេវយៈបានមានព្រះបន្ទូលថាអ្នកនាយសារថីរាជសម្បត្តិណាដែលខ្ញុំត្រូវបានដោយអធម្មចរិយៈឬដោយជនញាតិឬក៏ដោយទ្រព្យខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះទេនាយសារថីបានតបថាបើពិតព្រះរាជបុត្រសូមទ្រង់ស្ដេចទៅអំពីទីនេះដើម្បីទូលព្រះបង្គំជាខ្ញុំបាននៅរង្វាន់ព្រោះថាបើព្រះអង្គស្ដេចទៅហើយព្រះមេដាបិតានឹងប្រទាននៅរង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំពួកស្រីស្នំពួករាជកុមារពួកឈ្មួញពួកព្រាហ្មណ៍ពួកមាត់ដំរីពួក
ពួកពលរក្សាព្រះអង្គពួកពលថ្មើរជើងពួកអ្នកជនបទនឹងឲ្យគ្រឿងបណ្ណាការទាំងឡាយដល់ទូព្រះបង្គំជាខ្ញុំព្រះពោធិសត្វបានតបវិញថាអ្នកនេះសារថីខ្ញុំគឺព្រះរាជបិតាមេដាបានបោះបង់ទៅហើយផ្ទះរបស់ខ្ញុំមិនមានទេខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯងមិនប្រាថ្នាកាមទាំងឡាយឡើយផលប្រយោជន៍សម្រាប់ដល់ខ្ញុំការមិនប្រញាប់ប្រញាល់អស់អាយុ16ឆ្នាំខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ខ្លាហើយចេញផុតហើយនឹងមានភ័យអំពីទីណានេះសារថីបានតបថាព្រះអង្គមានព្រះរាជបន្ទូលពីរោះក្បោះក្បាយយ៉ាងនេះហេតុអ្វីមិនមានព្រះបន្ទូលនៅក្នុងសំណាក់ព្រះមេដាបិតានៅក្នុងពេលនោះទៅព្រះពោធិសត្វបានតបថាខ្ញុំខ្វិនព្រោះមិនមានសន្លាក់ក៏ទេថ្លង់ព្រោះមិនមានសោប្រាសាទក៏ទេកោព្រោះមិនមានជីវហាប្រាសាទក៏ទេខ្ញុំរលឹកឃើញនៅជាតិមុនដែលខ្ញុំបានសោយរីកហើយបានធ្លាក់ទៅក្នុងនរកដែលគួរឲ្យស្ញប់ឯនោះទេបានជាខ្ញុំមិននិយាយត្បិតថាខ្ញុំសោយរីកតែ20ឆ្នាំឆេះក្នុងនរកអស់រយៈកាល80000ឆ្នាំនេះសារថីបានតបវិញថាបបិទ្ធព្រះរាជបុត្រទូព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គដែរសូមទ្រង់ព្រះរាជានុញ្ញាតបួសឲ្យទូព្រះបង្គំផងទូព្រះបង្គំពេញចិត្តនឹងបបជាដែរព្រះតេមយៈបានពោលទៀតថាមិនបានទេសារថីអ្នកឯងចូលប្រគល់នៅរកធ្វើខ្លួនឲ្យអស់បំណុលសិនមកចុះព្រោះបបជារមែងសម្រាប់ដល់បុគ្គលមិនមែនមានបំណុលជាកម្មដែលពួកឯស្រីសរសើរហើយនេះសារថីបានបន្ថែមទៀតថាសូមសេចក្តីចម្រើនមានចំពោះព្រះអង្គទូព្រះបង្គំជាខ្ញុំនឹងធ្វើតាមព្រះរាជបន្ទូលព្រះអង្គសូមព្រះអង្គគង់នៅទីនេះទម្រាំទូព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ព្រះបិតារបស់ព្រះអង្គទ្រង់ទៅឃើញហើយសមជានឹងមានព្រះរាជហត្ថីរីករាយឡើងវិញព្រះពោធិសត្វបានពោលថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឯងខ្ញុំមានបំណងនឹងជួបបិតារបស់ខ្ញុំដែលទ្រង់ស្ដេចមកទីនេះអ្នកឯងទៅចុះទៅក្រាបបង្គំទូលនៅការថ្វាយបង្គំនិងសេចក្តីសុខរបស់ខ្ញុំដល់ព្រះបិតាមេដានិងញាតិការទាំងឡាយផងទ្រង់មានព្រះបន្ទូលតែប៉ុណ្ណេះក៏ទ្រង់ព្រះភ្នោះជាឥសីភ្លាមនេះសារថីបានថ្វាយបង្គំលាម្នេះរត់ទៅព្រះរាជវាំងវិញសម្ដេចព្រះវររាជមេដាទើបឃើញរត់ទៅទេក៏មានប្រណិតពោពេញដោយព្រះអូស្វធិរាទ្រង់ព្រះសង្ស័យថានេះសារថីសម្រាប់កូនអញហើយមកវិញទៅទេទើបទ្រង់ព្រះបុព្វចារចំពោះនាយសារថីថាកូនខ្ញុំក៏ថ្លង់ខ្វិនខ្វងមែនឬកាលអ្នកឯងកប់នៅក្នុងដីកូនខ្ញុំពីលៀមដែរឬទេនេះសារថីបានតបថាបុព្វព្រះនាងម្ចាស់ព្រះរាជបុត្រនោះមិនមែនកថ្លង់ខ្វិនខ្វងអ្វីទេគឺទ្រង់មានព្រះកាយពលរឹងមាំរហ័សរហួនណាស់ទាំងព្រះបន្ទូលក៏ច្បាស់ក្បោះក្បាយប៉ុន្តែទ្រង់ខ្លាចរាជសម្បត្តិទេតាទើបបានជាធ្វើកិរិយាពុទ្ធបុត្រយ៉ាងច្រើនបែបនេះបើព្រះនាងសពព្រះរាជហឫទ័យនៅក្នុងការឃើញព្រះរាជបុត្រទូព្រះបង្គំនឹងនាំទៅដល់ទីនោះព្រះបាទកោសិករាជទ្រង់ជ្រាបហើយទ្រង់យ៉ាងនាយក្រុមគ្រប់តំណែងឲ្យចាត់ចែងរៀបចំដំណើរទៅកាន់សំណាក់ព្រះរាជបុត្រទ្រង់មាននាយសារថីជាមគ្គុទេសបានស្ដេចទៅដល់កន្លែងដែលព្រះតេមយៈកុមារគង់នៅព្រះតេមយៈទ្រង់ទើបឃើញព្រះបិតាស្ដេចកំពុងយាងមកទ្រង់អន្តរទទួលព្រះរាជដំណើរដោយការបដិសណ្ឋារកិច្ចយ៉ាងរួសរាយហើយស្ដេចព្រះវររាជបិតាឲ្យគង់លើកម្រាលស្លឹកឈើឲ្យសោយព្រះឧណហោតកៈដែលស្ងោរស្លឹកឈើមិនមានរសជាតិប្រៃហើយព្រះអង្គបានពោលថាសូមព្រះអង្គសោយចុះព្រោះព្រះអង្គជាភ្ញៀវរបស់អាត្មាភាពដែលទើបនឹងមកដល់ថ្មីព្រះរាជាបានមានព្រះបន្ទូលថាខ្ញុំមិនបរិភោគស្លឹកនេះទេខ្ញុំបរិភោគតែបាយស្រូវសាលីលាយដោយសាច់ដ៏ស្អាតសេចក្តីអស្ចារ្យកើតដល់ខ្ញុំព្រោះឃើញលោកនៅស្ងាត់តែម្នាក់ឯងបរិភោគភាគបែបនេះសោះម្ដេចក៏មានសម្បុរស្រស់ដល់ម្លេះព្រះតេមយៈបានតបថាបបិទ្ធព្រះរាជាអាត្មាភាពម្នាក់ឯងស្វឹងលើកម្រាលស្លឹកមិនមានសោកនឹងអារម្មណ៍ដែលកន្លងហើយមិនប្រាថ្នានៅអារម្មណ៍ដែលមិនទាន់មកដល់បានជាសម្បុរអាត្មាភាពស្រស់ថ្លាពួកជនពាលតែងតែរៀងស្ងួតដូចជាដើមបបោសដែលគេដកចោល5ថ្ងៃព្រោះប្រាថ្នានៅអារម្មណ៍ដែលមិនទាន់មកដល់ព្រោះទៅតាមសោកនៅអារម្មណ៍ដែលកន្លងទៅហើយព្រះរាជាបានមានព្រះបន្ទូលតបបញ្ថាអ្នកកូនជើងនឹងឲ្យដល់បានៅពលដំរីពលរត់ពលសេះពលថ្មជើងពួកជនពាក់គ្រឿងក្រោះស្រីស្នំនិងនិវេសនដ្ឋានទាំងឡាយជាទីត្រេកអរចូលបាញ៉ាំងកូនទាំងឡាយឲ្យកើតនៅក្នុងស្រីទាំងនោះហើយសម្បូរវិញចុះបើឯងជាក្មេងកំឡោះមានសក់ខ្មៅស្រិលចូលសោយរីកចុះសេចក្តីចម្រើននឹងមានដល់បានៅក្នុងព្រៃធ្វើអ្វីព្រះតេមយៈបានតបវិញថាមនុស្សកំឡោះគួរតែប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះថាបុព្វជារបស់មនុស្សកំឡោះព
ពួកអេសីសរសើរហើយអាត្មាភាពនឹងប្រព្រឹត្តព្រហ្មចារ្យធម៌ពុំត្រូវការដោយរីសម្បត្តិទេបុព្វព្រះបិតាមេដាអាត្មាភាពឃើញគេនៅក្មេងៗទើបនឹងចេះនិយាយក៏ស្លាប់ដែរឃើញកុមារីមានសម្បល់ដូចមាសក៏ស្លាប់ដែរតើនរណាទុកចិត្តនៅក្នុងជីវិតនោះថាអាត្មាអញនៅក្មេងមិនទាន់ស្លាប់បាននោះទេអាយុនៃកុមារក៏គង់តែថយតិចទៅព្រោះការកន្លងទៅនៃយប់និងថ្ងៃកាលបើយប់និងថ្ងៃមិនកន្លងទៅទេសត្វលោកក៏មានឈ្មោះថាត្រូវសត្រូវបៀតបៀនជានិច្ចផងត្រូវសត្រូវរូបរឹតជានិច្ចផងបើយ៉ាងនេះតើព្រះអង្គនឹងអភិសេកអាត្មាភាពនៅក្នុងរាជដូចម្ដេចរបស់ដែលគេត្រូវត្បាញនឹងជារបស់នៅសល់តិចខាងមុខយ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះដែរផ្លូវទឹកដ៏ពេញដោយកាលហូរទៅមិនត្រឡប់ថយក្រោយវិញយ៉ាងណាមិញអាយុរបស់មនុស្សទាំងឡាយកាលកន្លងទៅមិនត្រឡប់វិញយ៉ាងនោះដែរផ្លូវទឹកដ៏ពេញនាំយកនៅឈើទាំងឡាយក្បែរច្រាំងយ៉ាងណាមិញជរាមរណៈនាំសត្វទាំងអស់នោះទៅក៏យ៉ាងនោះដែរប្រយោជន៍អ្វីដោយទ្រព្យបើទ្រព្យតែងតែអស់ទៅប្រយោជន៍អ្វីដោយកិរិយាបើកិរិយាគង់តែនឹងស្លាប់ប្រយោជន៍អ្វីនឹងវ័យបើវ័យគង់តែត្រូវជរាគ្រប់សង្កត់ពុំខានផ្លែឈើទាំងឡាយតែងតែមានភ័យអំពីការជ្រុះជានិច្ចយ៉ាងណាមិញសត្វទាំងឡាយតែងតែមានភ័យអំពីសេចក្តីស្លាប់ជានិច្ចយ៉ាងនោះដែរជនច្រើនគ្នាពួកខ្លះតែគេឃើញក្នុងវេលាព្រឹកតែគេមិនឃើញនៅក្នុងវេលាល្ងាចពួកខ្លះតែគេឃើញក្នុងវេលាល្ងាចតែមិនឃើញនៅក្នុងវេលាព្រឹកសេចក្តីព្យាយាមនៅក្នុងកុសលគេគួរធ្វើក្នុងថ្ងៃនេះឯងបុគ្គលណាអាចដឹងថាសេចក្តីស្លាប់នឹងមាននៅក្នុងថ្ងៃស្អែកចំណែកពួកចោរទាំងឡាយតែងប្រាថ្នាទ្រព្យបបិទ្ធព្រះរាជាអាត្មាភាពផុតស្រឡះហើយអំពីចំណងគឺការប្រាថ្នាទ្រព្យបបិទ្ធព្រះរាជាសូមព្រះអង្គមកសូមព្រះអង្គត្រឡប់ព្រះរាជហឫទ័យអាត្មាភាពមិនត្រូវការដោយរាជសម្បត្តិនោះទេនេះកាលគ្រានោះផងដែរព្រះបាទកោសិករាជនិងព្រះនាងចន្ទាទេវីព្រមទាំងស្រីស្នំ 16,000 នាក់ហើយនឹងពួករាជបរិវារមានអាមាត្យជាដើមក៏សពព្រះរាជហឫទ័យនឹងទ្រង់ព្រះភ្នោះដែរទើបទ្រង់ឲ្យចំហទ្វារឃ្លាំងទាំងអស់ថាជនណាប្រាថ្នាអ្វីចុះយកទៅចុះហើយទ្រង់ព្រះភ្នោះតាមព្រះរាជបុត្រចំណែកអ្នកផ្សារទាំងឡាយក៏ចំហទ្វារផ្សារទៅបួសតាមព្រះរាជាដែរដោយនៅពេញអាស្រមដែលព្រះអិននិមិត្តថ្វាយចម្ងាយមួយជ្រុង3យោជន៍បានសម្រេចនៅសមាបត្តិ8និងអភិញ្ញៈ5ទាំងអស់គ្នានៅគ្រានោះស្ដេចសមណរាជទាំងឡាយបានឮថាព្រះបាទកោសិករាជទៅទ្រង់ព្រះភ្នោះហើយក៏មកបន្តគ្នាចំនួន3ប្រទេសដើម្បីប្រជែងយករាជសម្បត្តិនៅក្នុងនគរពេរិណសីហើយប្រើព្រះតីទៅទ្រង់ព្រះភ្នោះតាមទាំងអស់ទៀតបានសម្រេចនៅសមាបត្តិដូចគ្នាដែរពួកដំរីពួកសេះខ្លាចទៅជាដំរីព្រៃសេះព្រៃអស់ដែលមានសេចក្តីសោមនស្សនិងម្ចាស់របស់ខ្លួនទ្រង់ព្រះភ្នោះលុះស្លាប់ទៅបានកើតទៅជាទេវតានៅឆកម្មាវចនៈសួគ៌ឯតាបោះនិងតាបោះសេនីមានព្រះពោធិសត្វជាប្រធានស្ថិតនៅដល់ជីវិតចរិយោសានបានទៅកើតនៅក្នុងព្រហ្មលោកគ្រប់ព្រះអង្គហើយសម្ដេចព្រះបរមសាស្ត្រាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់ប្រជុំជាដកថាទេវតារក្សាស្វេតឆ័ត្រនៅក្នុងគ្រានោះគឺជានាងឧបលវណ្ណាធិរីនាយសារថីគឺជាសារីបុត្រព្រះអិនគឺជាអនុរុទ្ធេព្រះមេដាបេដាទាំងឡាយគឺជាព្រះមហារីត្រកូលចំណែកឯបរិស័ទទាំងឡាយគឺជាពុទ្ធបរិស័ទនៅក្នុងគ្រាឥឡូវនេះឯបណ្ឌិតដែលពុទ្ធធ្វើជាគោគឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធនេះឯងហោ